តើមាននរណាទៀតចង់មកប្រកួតជាមួយខ្ញុំឯងមកចុះដោះស្រាយវាទៅខ្ញុំសម្រាប់សិនហើយយ៉ាងលឿនបំផុតក៏ត្រូវចំណាយពេល10ថ្ងៃទើបដឹងខ្លួនឡើងវិញឯងកុំទាន់មកណាល្អិតអរគុណលោកគ្រូពិតជាអស្ចារ្យណាស់គ្រាន់តែមួយផ្លែកំចាត់លោកតាបានបាត់ទៅហើយតើលោកគ្រូប្រើមិនអាគមអំអ្វីទៅរបស់ខ្ញុំបើភ្នែកឆ្កែរបស់ឯងមើលឲ្យច្បាស់ទៅអ្នកដែលផឹកថ្នាំគឺយានយៀកបានប្រើប្រាស់អាយុកាល30ឆ្នាំដើម្បីដោះដូរនឹងការបង្កើនកម្រិតយុទ្ធគុណលើលោកនេះគ្មានអ្វីបានមកទេនោះទេជាមធ្យោបាយដើម្បីបង្កើនកម្លាំងសមត្ថភាពតើត្រូវបងថ្លៃប៉ុន្មានខ្លួនឯងដឹងច្បាស់ហើយខ្ញុំបង្កើនវាដោយរបៀបណាមិនបាច់ឲ្យឯងបារម្ភទេយានកាងតើឯងចង់ធ្វើជាអណ្ដើកលាក់ក្បាលមែនទេយានកាងតើឯងចង់ធ្វើជាអណ្ដើកលាក់ក្បាលមែនទេបានហើយការប្រកួតតូចរបស់បាក់បន្តទៅមុខទៀតតើនៅមានសិស្សក្រៅបកណាផ្សេងទៀតចង់មកប្រកួតប្រជែងជាមួយយានហួយដែរឬទេហឹមអាល្អិតនេះមានអ្វីប្លែកថ្ងៃនេះចាំខ្ញុំរៀបចំធ្នូឲ្យឯងរួចរាល់សិនសឹមមកសម្រាប់វាតើឯងមិនមែនចង់បានស្រីថោកទាបម្នាក់នោះទេអីខ្ញុំមិនផ្ដល់ឱកាសនេះឲ្យអ្នកជាដាច់ខាតសៀវយៀតខ្ញុំនឹងជួយសង្គ្រោះអ្នកត្រឡប់មកវិញដោយបើកចំហនឹងយុទ្ធធម៌ជាមិនខានចាំបន្តិចស្មានមិនដល់ថាគ្មាននរណាម្នាក់មកប្រកួតប្រជែងទៀតសោះខ្ញុំសូមប្រកាសថាក្នុងការប្រកួតក្រៅនិកាយលើកនេះយានហួយគឺអ្នកឈ្នះចាប់ពីថ្ងៃនេះទៅយានហួយគឺជាសិស្សច្បងធំនៃនិកាយក្រៅហើយណាសិស្សច្បងធំហាហារង្វាន់នៃការប្រកួតលើកនេះគឺដុំធ្នូវិញ្ញាណថ្នាក់ទាប2000ដុំនិងកិច្ចសន្យារៀបការមួយច្បាប់ជាមួយសិស្សច្បងស្រីធំនៃនិកាយក្រៅនរណានៅខាងក្រៅលើកថ្លៃបណ្ណាការរបស់គ្រូសាស៊ូចូលមកមានរាប់រយដំឡឹងភពទ្រពពេញផ្ទះស្រឡាញ់គ្នា100ឆ្នាំដាវថៃអាមួយដើមដាវឡុងឈៀនមួយដើមរួមដំណើរជាមួយគ្នាសំណាងល្អទាំង5និងត្រាគិកខ្យងដល់ភ្លឺស្វាត្បូងពេជ្រមួយផ្ទាំងពន្លឺពណ៌មាសចែងចាំងគូកប់ឥតខ្ចោះពិតជាថ្លៃបណ្ណាការដ៏អស្ចារ្យមែនអូព្រះឲ្យសម្បើមណាស់សំណាងល្អណាស់យានហួយស្មានមិនដល់ថាឯងមានសមត្ថភាពដល់ថ្នាក់នេះសោះអាចចាត់ទុកថាគ្រប់លក្ខខណ្ឌហើយប៉ុន្តែកុំអើអួតខ្លួនឲ្យសោះខ្ញុំជាមនុស្សដែលមានតម្រូវការតឹងរឹងខ្លាំងណាស់លើគ្រប់វិស័យកុំប្រញាប់អីថ្មវិញ្ញាណទាំងនេះខ្ញុំទទួលយកហើយប៉ុន្តែខ្ញុំសូមលុបចោលការរៀបការស្អីគេយានហួយស៊ូហ៊ុនគឺជាស្រីក្នុងសុបិនរបស់សិស្សប្រុសទាំងអស់នៅក្នុងនិកាយស៊ីសៀតើអញពិតជាចង់បដិសេធលិខិតរៀបការនេះមែនទេគ្រូសាស៊ូគឺជាគ្រូសាអ្នកបណ្ដុះវិញ្ញាណដ៏ធំមួយដែលខ្លាំងជាងគ្រូសាយាន10ដងទៅទៀតតើអញដឹងទេថាអញកំពុងបាត់បង់អ្វីខ្លះខ្ញុំប្រាប់ហើយថាខ្ញុំសូមលុបចោលការរៀបការខ្ញុំយានហួយមិនចូលចិត្តមនុស្សស្រីដែលនិយាយផ្សេងចិត្តផ្សេងហើយមានមាត់ពីស្គរដូចជានាងទេយានហួយខ្ញុំជាមនុស្សរបស់គ្រូសាស៊ូណាចុះបើអ្នកជាកូនស្រីច្បងតើវាយ៉ាងម៉េចយកតម្លៃរបស់អ្នកទៅចុះទៅឲ្យផុតពីមុខខ្ញុំទៅគេពិតជាប្លែកខ្លាំងណាស់ហ៊ានបដិសេធការដណ្ដឹងរបស់គ្រូសាយើងទៀតមិននឹកស្មានថានៅលើលោកនេះមានបរិះបែបនេះសោះចាំបន្តិចខ្ញុំចង់បានខ្លួនអ្នកតម្លៃអ្នកអាចហៅតាមចិត្តធ្នូវិញ្ញាណ10000ឬ100,000ឬក៏ទិញយកថ្មដើមទាំងអស់របស់អ្នកទិញទាំងគ្រូសាក៏បានដែរប៉ុន្តែមុខមាត់របស់ខ្ញុំស៊ូវិនមិនអាចបាត់បង់ឡើយខ្ញុំចង់ឲ្យអ្នករើសកំតិចលិខិតអាពាហ៍ពិពាហ៍នេះឡើងមកម្ដងមួយដុំរើសមកឲ្យខ្ញុំស៊ូវិនខ្ញុំហែកលិខិតអាពាហ៍ពិពាហ៍របស់អ្នកព្រោះអ្នកហែកខិតបានរបស់ខ្ញុំយើងរួចគ្នាកាត់សេចក្តីហើយខ្ញុំយានហួនមិនមែនជាមនុស្សរស់ពឹងស្រីនោះទេយកលុយស្អុយរបស់អ្នកទៅវិញទៅផ្ដល់ហេតុផលឲ្យខ្ញុំមួយមកតើអ្នកមានអ្នកស្រឡាញ់ហើយមែនទេមែនហើយមនុស្សដែលខ្ញុំស្រឡាញ់គឺនាងទេពអប្សរជាសៀមនុស្សដែលខ្ញុំស្រឡាញ់គឺនាងទេពអប្សរជាសៀយូហ៊ុនឯងនិយាយឈួតអីហ្នឹងងាប់ហើយប្រូនេះតាមពិតចូលចិត្តមនុស្សស្រីមានអាយុច្រើនសោះខ្ញុំនិយាយថាខ្ញុំចូលចិត្តអ្នកខ្ញុំស្រឡាញ់អ្នកខ្ញុំចង់រៀបការជាមួយអ្នកខ្ញុំចង់ឲ្យអ្នកបង្កើតកូនឲ្យខ្ញុំស្រឡាញ់តែអ្នកម្នាក់គត់ទេពអប្សរជាសៀបន្ទប់ទឹកសម្ដីរបស់ខ្ញុំអ្នកស្ដាប់យល់ហើយយានហួយឯងពិតជាឥតខ្មាស់ណាស់ស្គាល់ឋានៈខ្លួនឯងឲ្យច្បាស់ទៅខ្ញុំត្រកូលស៊ូការដែលឲ្យឯងរៀបការចូលគ្រួសារខ្ញុំគឺព្រោះតែឲ្យតម្លៃឯងទេកុំគិតថាខ្ញុំនឹងតាមចិត្តឯងដូចជាគ្រួសារឯងនោះទុកចរិតទារបស់ឯងទៅយកបណ្ណាការរបស់ឯងត្រឡប់ទៅវិញទៅឯងត្រូវបានលុបចោលការដណ្ដឹងហើយយានហួយខ្ញុំឲ្យផ្លូវឯងជ្រើសរើសពីរៀបការជាមួយខ្ញុំរីឲ្យខ្ញុំសម្រាប់ឯងជ្រើសរើសទៅបើមានសមត្ថភាពក៏សម្រាប់ខ្ញុំទៅហឹមយានហួនឯងគ្រាន់តែជាសិស្សក្រៅសាលាប៉ុណ្ណោះខ្ញុំចិត្តបានឡើងទៅសាលាក្នុងហើយខែក្រោយជាការប្រកួតសិស្សសាលាក្នុងការប្រកួតនោះក្នុងចំណោមពួកយើងមានតែម្នាក់គត់ដែលអាចឡើងទៅលើសង្វៀនទាំងមានជីវិតពិធីធំសាលាក្នុងខែក្រោយខ្ញុំនឹងចូលរួមក្នុងនាមជាសិស្សក្រៅសាលាបើឯងមានសមត្ថភាពខ្ញុំសម្រាប់ឯងផ្ដេសផ្ដាសណាស់ញែកគ្នាទៅពួកឯងទាំងពីរនាក់ត្រឡប់ទៅចម្លងវិជាផ្កាយ7 10ដងម្នាក់ឲ្យខ្ញុំយានហួនឯងមកតាមខ្ញុំមកចាយូហ៊ុនថ្លើមធំធាត់ណាស់ណាមានអីនិយាយគ្នាស្រួលបួលខ្ញុំធ្លាប់ប្រាប់ហើយបើមានលើកទី3ទៀតសម្រាប់ឯងចោលហេតុអីបានជាស្រីនៅនិកាយហ្វីស៊ីម្នាក់កាយជាម្នាក់ទៀតអីចឹងខ្ញុំអំបញ្ញមិញខ្ញុំមិនបានរំខានអ្នកទេណាដែលអ្នកមិនរៀបការជាមួយស៊ូវិនគឺដោយសារតែអ្នកស្រឡាញ់ខ្ញុំមានអាយុ1000ឆ្នាំទៅហើយ